សូមចម្រើនពរញញៀតឥឡូវនេះឃើញថារៀបចំមកយកជីប៉ុណ្ណាយកជីដែលចំបើងវាភ័យលលួយអញ្ចឹងក៏ចាប់ផ្ដើមការជីយកធ្វើជីកំប៉ុស្តសម្រាប់បណ្ដុះកូនឈើផ្សេងៗបងអញ្ចឹងដោយសារតម្រូវការនៃការដាំដុះហ្នឹងឃើញថាច្រើនប៉ុណ្ណាទាំងដំណាំផងទាំងកូនឈើទាំងផ្កាទាំងអីឃើញថាច្រើនមែនទែនដូច្នេះហើយតម្រូវការនៃជីឃើញថាច្រើនណាស់ញាតិញោមព្រោះយើងដាំអត់សូវមានជីហ្នឹងវាលូតលាស់យឺតហើយមិនសូវបានផលប្រហែលដូច្នេះហើយបានថ្ងៃនេះមករកជីបងឃើញថាមកដល់ឃើញចំបើងដែលញាតិញោមក៏ទុកចោលពីឆ្នាំទៅមានការពុកផុយហ្នឹងក៏ច្រើនគួរសមដែរហើយប្រសងក៏ចាប់ដើមណាបាទដាក់រទេះបងណាបាទដាក់រទេះដើម្បីយកទៅលាយចឹងជីហ្នឹងគឺយើងអត់ដាក់សតទេញាតិញោមគឺយើងយកទៅលាយជាមួយប្រភេទដីហើយប្រភេទជីលិមក់គោក៏ដូចជាខ្ជុំកាមហើយនឹងសកៃដូងយើងលាយ3-4មុខចូលគ្នាដើម្បីឲ្យខ្លាយទៅជាកំប៉ុស្តណាកំប៉ុស្តគោកបងណាมันយើងมันមានវិធីសាស្ត្រឬក៏អត់មានរូបមន្តអីនៃការលាយទេញាតិញោមគាត់ទៅដាក់លាយធ្វើម៉េចបានមកសាក់មួយម៉ាត់នឹងគ្នាទៅគឺចាប់ដើមលាយធ្វើជាជីកំប៉ុស្តដាំចឹងទៅអត់មានក្បូនឬក៏វិធីសាស្ត្រអីសម្រាប់មើលទេគឺធ្វើបណ្ដោះយកតែម្ដងចឹងប៉ុន្តែសម្រាប់ជីនេះឃើញថាល្អដោយសារវានៅយូរហើយវាអស់ជាតិអាស៊ីតនិងអស់ជាតិក្តៅចឹងទៅហើយក៏អាចយកទៅដាក់ប្រអប់ចោលប្រហែលជាកន្លះខែឬក៏2-3អាទិត្យអីនឹងចាប់ដើមកើតជាកំប៉ុស្តហើយមានលាយដូចជាលិមក់គោលិមក់ព្រាបអីចឹងទៅបងញញឹមទៀតនឹងចាប់ដើមឃើញពិសងចាប់ដើមការងារជាបន្តទៅទៀតព្រោះរដូវនេះយើងវ៉ាកងបានន័យថាតំណែងពីការសិក្សាហើយគឺមានតែការងារបរិស្ថានដាំដុះក៏ដូចជាការងារផ្សេងៗទោះបីវ៉ាកងនៅក្នុងម៉ោងរត់ក៏ដោយប៉ុន្តែការសិក្សាពធវិន័យអីក៏នៅតែសិក្សាអញ្ចឹងប៉ុន្តែតំណែងពេលថ្ងៃខ្លះៗក៏ចាប់ដើម100ជីហើយនេះចាប់ដើមលាយញញឹមណាហ្នឹងហើយលាយដាក់4ដូចជាខ្ទង់3 4 5មុខចូលគ្នាហើយយើងលាយធ្វើម៉េចឲ្យវាខ្លាយទៅជាល្បាយតែមួយញញឹមហ្នឹងហើយការលេងនេះមិនមែនដាំភ្លាមទេញាតិញោមប្រជីខ្លះវានៅថ្មីដូចលមកអ្នកព្រាបអីវានៅថ្មីមានក្តៅមានជាតិក្តៅជាតិអាស៊ីតនៅខ្លាំងដូច្នេះហើយយើងអត់ទាន់ដាំភ្លាមទេគឺលាយឲ្យវាមានសំណែនេះសិនដូច្នេះហើយបានលាយទុកប្រហែលជា10ថ្ងៃទៅ5-10ថ្ងៃហើយបានចាក់ទឹកជ្រៅរាល់ថ្ងៃចឹងទៅដើម្បីឲ្យវាខ្លាយជាកំប៉ុស្តល្អបានចាប់ដាំយកទៅដាំប៉ុន្តែលាយនេះញាតិញោមមើលសកម្មភាពលាយវាស្វែងចឹងម្ដងបើយើងមិនធ្វើទេបាទអត់មានទីអជីទេញាតិញោមចឹងញាតិញោមការទស្សនាទាំងអស់គ្នាមើលបើមានសកម្មភាពណាដែលពុំសមរម្យសូមអធិស្ឋានប៉ុណ្ណាបើមានមតិយោបល់ឬក៏មានចំណេះដឹងអីទៅនឹងកសិកម្មការលាយជីអីសូមជួយបញ្ចេញជាមតិផងព្រោះដោយចម្រើនពោខាងដើមអញ្ចឹងថាជីហ្នឹងគឺយើងធ្វើទៅតាមការនឹកឃើញទៅតាមអ្វីដែលជប់ចេះជាក់ស្ដែងប៉ុណ្ណាសូមអនុមោទនា